ម្លុកបែបស្រុកស្រែថ្ងៃនេះគឺខ្ញុំគឺបានដើរគឺភ្លឺមិនទាន់ខ្ញុំបានទៅពុះត្នោតជ្រៀកត្នោតដើម្បីម៉ួយគាត់យកទៅធ្វើបង្អែមត្នោតបងប្អូនហើយអញ្ចឹងទៅខ្ញុំក៏បានងើបពីអ្នកម្ដាយទៅជ្រៀកត្នោតដែលគេកំងឲ្យដើរបោះឲ្យម៉ួយដើម្បីយកធ្វើបង្អែមត្នោតដាក់ទឹកស្ករដាក់បង្អែមអញ្ចឹងបងប្អូនធ្វើចាប់លៀងចាប់អីចឹងបងប្អូនខ្ញុំក៏រៀបចំចាប់ផ្ដើមរាប់ឲ្យម៉ួយឲ្យអីមួយថងក៏យក25គ្រាប់មួយថង5000បងប្អូនហើយខ្ញុំរៀបចំឲ្យយើងយកដឹកឲ្យគេឥឡូវខ្ញុំបានមួយថងហើយគេកំងចំនួន3ថងបងប្អូន3 4ថងប្រហែលជា20000អីចឹងបងប្អូនហើយឥឡូវនេះខ្ញុំក៏ចាប់ដើមដាក់មួយថងទៀតដើម្បីរៀបចំបន្តទៀតអញ្ចឹងបងប្អូនដើម្បីឆាប់បានយកទៅឲ្យគេអញ្ចឹងព្រោះយើងត្រូវការជិះម៉ូតូយកទៅឲ្យគេឆ្ងាយដែរពីភូមិរបស់ខ្ញុំទៅផ្សារទៅឲ្យដាក់តាមតូបតាមអីឥឡូវខ្ញុំតយកថងទី3ឥឡូវចាប់ដើមដាក់ថងទី3ផ្លែត្នោតគឺល្អណាបងប្អូនធម្មជាតិស្រុកស្រែបងប្អូនផ្លែធំណាមួយខ្លែបនេះវាតាមត្នោតទេវាមានត្នោតស្រឡាញ់ទៅត្នោតតូចត្នោតខ្លះទៅធំខ្មៅគេហៅត្នោតកបីទៅវារៀងធ្វើអញ្ចឹងទៅនេះត្នោតធំបងប្អូនអាហ្នឹងបានច្រើនឥឡូវបាន3ថងហើយចំទុកម្ដុំហើយបន្តរាប់ថងទី4យកទៅឲ្យមួយ4ម្ចាស់អញ្ចឹងបងប្អូនធ្វើមិនទៅជីវិតបែបស្រុកស្រែបងប្អូនហើយនៅផលិតវីដេអូបែប content vlog ហ្នឹងគឺគិតថាក៏រកប្រាក់ចំណូលបានអីប៉ុន្តែមើលទៅរំពឹងមានតិចណាបងប្អូនអើយព្រោះ follow original ងាយបានទេខ្ញុំទៅបានលេងនឹងជិត2ឆ្នាំហើយទៅបាន 5k ហើយគេគូការ 10k នឹងថ្ងៃណាដល់ទេបានតែរកចំណូលអញ្ចឹងដូចដើរថតវីដេអូរូបភាពអីចឹងទៅបានរកចំណូលលក់ដូរទេបងប្អូនអើយនឹងហើយត្រឡប់មកវិញគឺជីវិតស្រុកស្រែក៏មានអញ្ចឹងហើយនេះខ្ញុំជក់ថងទូចនេះគឺយកទៅឲ្យគេទិញរាយទេបងប្អូនអ្នកខ្លះគេទិញរាយយកទៅធ្វើបង្អែមហូបផ្សេងទេខ្ញុំយកទៅលក់រាយផ្សេងនោះយកទៅបោះឲ្យគេផ្សឹងបងប្អូនឥឡូវខ្ញុំចិត្តរៀបចំបានមួយថងផ្សេងទៀតអ្នកបោះទៅលក់រាយនោះផ្សេងទៀតបងប្អូនជីវិតស្រុកស្រែគឺមានអញ្ចឹងឯងបងប្អូនអើយបងដើររកស៊ីសុចរិតទៀងត្រង់គឺអញ្ចឹងហើយខ្ញុំពីមុនក៏ធ្លាប់មានប្រវត្តិឡើងថ្នោតឡើងអីតស៊ូការនៅរៀនដែរតែឥឡូវនេះគឺខ្ញុំធ្វើការបដាលខ្ញុំចេះឆ្លៀតធ្វើការងារផ្ទះបដាទៅបីជីវិតទៅមុខទៀតហើយបងប្អូននេះគឺខ្ញុំអត់សូវស្រួលខ្លួនដែរទេហើយខ្ញុំចេះតែធ្វើវីដេអូទៅក៏បានវាស្នើរកលុយរកអីទៅបានផ្សេងទៀតអញ្ចឹងទៅតែនៅទេបងប្អូនអើយ